រឿងគ្រូទាយកាត់គ្រោះកាលពីព្រេងនាយមានបុរសម្នាក់ឈ្មោះថានីកំគឺជាក្មេងដែលរពើហើយច្រឡោមប៉ុន្តែនីកំគឺជាក្មេងដែលចិត្តល្អចេះជួយយកអាសាអ្នកភូមិផងដែរប៉ុន្តែគ្រាន់តែគាត់ចូលចិត្តលេងច្រើនបន្តិចថ្ងៃមួយនីកំក៏ឮអ្នកភូមិនិយាយតៗគ្នាអំពីគ្រូទាយមួយរូបដែលមានឈ្មោះថាតាភូដែលមានផ្ទះនៅឯចុងភូមិឮថាទាយឆុតណាស់នីកំចង់ដឹងចង់ស្គាល់ឆ្លៀតពេលដែលឪពុកម្ដាយមកនៅផ្ទះក៏បានទៅរកទាយនឹងគេផងដែរថ្ងៃនេះមិនស្រឡះល្អណាស់មិនបានជាគ្មានមួយមកទាយម្យ៉ាងចឹងណោះលោកគ្រូជួយមើលខ្ញុំបន្តិចមកមីងនៅក្នុងភូមិថាលោកគ្រូឯងទាយឆុតដូចខ្មោចសន្ធិដ្ឋអញ្ចឹងមកអង្គុយមកចៅលើលោកនេះគ្មានរឿងអីដែលភ្នែកទៅគ្រូមើលបន្ទលុះនោះទេតាមមើលទៅចៅឯងប្រហែលមានបញ្ហាលួចកាក់មែនទេហាមិនលោកគ្រូដឹងចុះបើឯងមានលុយឯងមកអង្គុយហាលថ្ងៃឲ្យគ្រូទាយធ្វើអីទៅដើរលេងបាត់ហើយតោះឥឡូវហុចដៃមកគ្រូមើលឲ្យងាប់ហើយអាចារ្យអើយរិស័យឯងធ្លៀងដល់បាតជើងហើយក្នុងមួយអាទិត្យទៀតឯងនឹងត្រូវបាត់បង់របស់ដែលឯងស្រឡាញ់ហើយបើឯងមិនព្រមកាត់គ្រោះចេញទេចុះគ្រូបើខ្ញុំចង់កាត់គ្រោះតើខ្ញុំត្រូវធ្វើម៉េចទៅគ្រូងាយទេយកលួយក្នុងហោប៉ៅឯងទាំងអស់មកដាក់លើកាទៀវនេះដើម្បីសូត្រមុនសង្កត់គ្រោះបើលួយកាន់តែច្រើនមុនអាគៀមកាន់តែខ្លាំងណាស់ចៅលូហោប៉ៅដកបានតែ 20,000 រៀលនេះគ្រូអស់ពីខ្លួនហើយអូខេប៉ុណ្្នឹងក៏គ្រាន់បើដែរតោះបិទភ្នែកសូត្រតាមគ្រូចេញលុយចូលគ្រូហូបចៅសួយគ្រូចេញលុយចូលគ្រូហូបចៅសួយរួចហើយមែនទេលោកគ្រូចុះបើខ្ញុំកាត់គ្រោះហើយតើលុយ 20,000 ហ្នឹងលោកគ្រូឲ្យខ្ញុំវិញពេលណាលុយនឹងយកទៅវិញមិនបានទេវាជាប់គ្រោះឯងហើយបើយកទៅវិញគ្រោះនឹងវានឹងតាមដល់ផ្ទះឥឡូវឯងទៅផ្ទះវិញដោយសុវត្ថិភាពចុះអរគុណហើយលោកគ្រូខ្ញុំទើបតែដឹងថាលោកគ្រូទាយឆុតមែនឆុតត្រង់ណាខ្លះចៅគឺលោកគ្រូទាយថាក្នុងមួយអាទិត្យទៀតខ្ញុំនឹងបាត់បង់របស់ដែលខ្ញុំស្រឡាញ់ឥឡូវមិនទាន់ដល់មួយអាទិត្យផងត្រឹមតែ5នាទីខ្ញុំបាត់លុយ 20,000 ពីដៃបាត់ឆុតមែនតើលោកគ្រូអានឹងគេហៅថាគ្រោះមកដល់លឿនបន្តិចបាទលោកគ្រូអញ្ចឹងលោកគ្រូឯងក៏ប្រយ័ត្នគ្រោះដែរទេព្រោះលុយ 20,000 នឹងគឺជាលុយខ្មោចលុយសែននៃគ្រីមទើបរឿងបានពីផ្លូវបំបែកមីងនឹងទេលាហើយលោកគ្រូនាយកំដើរចេញទាំងសើចចំណែកតាភូអង្គុយមើលលុយទាំងភ័យបែកញើសសារអប់រំនៅក្នុងរឿងនេះកុំជឿលើការទាយបោកប្រាស់និងកុំមានចិត្តលោភលន់លើទ្រព្យរបស់អ្នកដទៃហើយរឿងនេះក៏ចប់ត្រឹមនេះផងដែរអរគុណពុកម៉ែបងប្អូនដែលបានទស្សនាសូមជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ